ដែលយើងគិតថាបញ្ហានិយាយពីបញ្ហាភេទគឺជាបញ្ហាអាភាសឬក៏យ៉ាងណានោះនេះគឺជាការយល់ខុសចាគឺការយល់ខុសបើសិនជាយើងមិនបានទទួលនៅការអប់រំទាក់ទងនឹងបញ្ហាសុខភាពផ្លូវពេទ្យនិងសុខភាពបើពូជទេហើយយើងប្រឈមនឹងការអនុវត្តឬក៏ការប្រព្រឹត្តទៅរបស់យើងនឹងប្រកបដោយភាពមួយមិនច្បាស់លាស់ភាពមួយមិនបានការអប់រំរបស់យើងបានខ្ពស់នោះឲ្យយើងមានការភ័ន្តច្រឡំក្នុងការចាប្រព្រឹត្តទៅដោយខុសឆ្គងហើយមិនសុវត្ថិភាពទៀតផងចាអរគុណណាស់លោកស្រីវិជ្ជបណ្ឌិតចុះក្នុងនាមលោកស្រីជានាយិកាអង្គការឆេកតើលោកស្រីមានគម្រោងកម្មវិធីអ្វីខ្លះដើម្បីជួយដល់ជនរងគ្រោះដោយអំពើហិង្សាក៏ដូចជាជនរងគ្រោះដោយអំពើរំលោភសេពសន្តិវៈចាសូមជម្រាបស្រីអរគុណចំពោះបងចាសម្រាប់សម្រួលចាហើយសូមអរគុណចំពោះអ្នកចូលរួមទាំងអស់ដែលអញ្ជើញមកពីមូលដ្ឋានបប្រតិបត្តិរបស់អង្គការឆែកគឺមាននៅក្នុងស្រុកកំពង់តាឡាចក៏ដូចជានៅក្នុងស្រុកស្អាងចាខ្ញុំសូមជម្រាបជូនថាអង្គការបានបង្កើតកម្មវិធីបញ្ឈប់អំពើហិង្សាទៅលើស្ត្រីនិងកុមារីនេះគឺទៅតែបានរយៈពេល2ឆ្នាំតែប៉ុណ្ណោះចាហើយយើងបានបប្រតិបត្តិនៅក្នុងស្រុកចំនួន3ស្រុកបប្រតិបត្តិចំនួន3ចាគឺស្រុកស្អាងខេត្តកណ្ដាលស្រុកកំពង់តាឡាចខេត្តកំពង់ឆ្នាំងនិងស្រុកឈូកខេត្តកំពតឆ្នាំពីខែកក្កដាឆ្នាំ2015នេះយើងនឹងចូលទៅស្រុកមួយទៀតគឺស្រុកប្រស្ដាច់ខេត្តព្រៃវែងចាគឺជាតំបន់បប្រតិបត្តិក្នុងរយៈពេល3ឆ្នាំរបស់គម្រោងអញ្ចឹងយើងបានកន្លងមកយើងបានសហការយ៉ាងល្អប្រសើរជាមួយនឹងក្រសួងកិច្ចការនារីដែលមានលោកស្រីកេម៉ាឌីតំណាងនៅទីនេះគឺយើងសហការជាមួយនាយកដ្ឋានរបស់លោកស្រីក្នុងការផ្តល់វគ្គបណ្ដុះបណ្ដាលដល់ជនបង្គោលរបស់យើងនៅតាមស្រុកបប្រតិបត្តិទាំង3ហ្នឹងចាបើយើងបង្កើតជនបង្គោលដើម្បីឆ្លើយតបពីព្រោះថាពួកគាត់ជាគេថា key person ជាមនុស្សសំខាន់នៅក្នុងស្រុកដូចជាមានក្រុមប្រឹក្សាឃុំនៃស្ត្រីនិងកុមារចាអាជ្ញាធរដែនដីប៉ូលីសហើយនឹងមេឃុំអីដើម្បីនឹងក្រុមប្រឹក្សាឃុំគឺគាត់ជាអ្នកមានតួនាទីមួយក្នុងការជាយន្តការដែលនៅទីនោះស្រាប់អញ្ចឹងយើងធ្វើការបណ្ដុះបណ្ដាលជូនគាត់ដើម្បីឲ្យគាត់មានសកម្មភាពផ្សេងៗដូចជាសកម្មភាពបញ្ជូនស្ត្រីរងគ្រោះទៅរកសេវាផ្លូវច្បាប់បញ្ជូនស្ត្រីរងគ្រោះទៅទទួលនៅការផ្ដល់ប្រឹក្សាចាផ្លូវចិត្តក៏ដូចជាបញ្ជូនស្ត្រីរងគ្រោះទៅរកមណ្ឌលសុខភាពក្នុងការត្រួតពិនិត្យទៅលើជាបាលទៅលើរបួសរបស់គាត់នៅពេលដែលបានទទួលនៅរងអំពើហិង្សាផ្លូវភេទក្តីផ្លូវរាងកាយក្តីចាដូច្នេះយើងក៏បានបណ្ដុះបណ្ដាលមន្ត្រីសុខាភិបាលជាមួយសហការជាមួយនឹងក្រសួងកិច្ចការនារីដែរក្នុងការធ្វើឲ្យមន្ត្រីសុខាភិបាលក៏មានការគ្រប់គ្រងគឺថាយើងធ្វើយ៉ាងណាឲ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រតិបត្តិរបស់យើងជួយដល់គម្រោងចាអញ្ចឹងបើគ្មានការគ្រប់គ្រងទេយើងគិតថាគម្រោងនឹងមិនអាចទទួលបានជោគជ័យទេប៉ុន្តែនៅពេលដែលយើងបានធ្វើគម្រោងនេះបង្កើតឡើងយើងមានការគ្រប់គ្រងពីសំណាក់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកប្រតិបត្តិធ្វើឲ្យការដែលសម្រាលបន្ទុករបស់ជនរងគ្រោះចាមានការធូរស្រាលដោយដែលយើងឃើញបច្ចុប្បន្ននេះមានតំណាងលោកស្រីជួបខៀងគាត់ក៏បានជាអ្នករងគ្រោះពីមុនហើយឥឡូវគាត់បានមិនបានទទួលនៅអំពើហិង្សាទេគឺជាគេហៅថាជាផុសតាងមួយដែលបញ្ជាក់ថាប្រសិនបើយើងអនុវត្តគម្រោងចាគម្រោងបានជោគជ័យគឺថាយើងអាចកាត់បន្ថយអត្រានៃការប្រព្រឹត្តអំពើហិង្សារបស់បុរសជាសាមីទៅលើស្ត្រីចាមានការធ្លាក់ថយចុះដែរអញ្ចឹងយើងថាយើងមានតែការឆ្លើយតបរួមគ្នាតែប៉ុណ្ណោះអញ្ចឹងយើងខ្ញុំនៅក្នុងថ្ងៃនេះដែលបានប្រពៃពិធីនេះឡើងគឺជាកិច្ចពិភាក្សាមួយដើម្បីផ្សព្វផ្សាយបានទូលំទូលាយដែរអំពីគម្រោងកម្មវិធីក៏ដូចជាថាតើធ្វើយ៉ាងណាដើម្បីឲ្យយើងមានការកាត់បន្ថយនៅអត្រានៃការប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីនិងធ្វើឲ្យមានសមភាព gender ថាយើងលើកស្ទួយលើកកម្ពស់សមភាព gender នៅក្នុងសង្គមរបស់យើងដែលយើងបច្ចុប្បន្នមានការប្រឈមដោយលោកស្រីកេម៉ាឌីក៏ដូចជាលោកស្រីងិនលីណាវិជ្ជបណ្ឌិតងិនលីណានៃអាជ្ញាធរជាតិបានលើកឡើងគឺថាយើងនឹងមានបញ្ហាជាច្រើននៅក្នុងប្រសិនបើមានអំពើហិង្សានៅតែមានគឺយើងស្ត្រីយើងនឹងជួបបញ្ហាកាន់តែច្រើនដែរចាមានប៉ះពាល់សង្គមច្រើនណាស់ចាហើយនេះពេលថ្មីនេះក៏ក្រសួងកិច្ចការនារីក៏បាន launch ប្រជាផែនការជាតិចាបញ្ឈប់អំពើហិង្សាទៅលើស្ត្រីនិងកុមារចាគឺជាផែនការមួយដ៏ល្អដ៏សំខាន់គឺថាតែយើងទាំងអស់គ្នាត្រូវអនុវត្តធ្វើយ៉ាងម៉េចឲ្យបានសម្រេចផែនការនេះឲ្យបានដើម្បីឆ្លើយតបទៅនឹងគោលដៅសហសវត្ថចា
ដែលយើងបានកំណត់កន្លងមកខាងអេតគឺយើងបានសម្រេចបានដោយជោគជ័យនៅគោលដៅសហសវត្សទី6ហើយប៉ុន្តែនៅគោលដៅសហសវត្សដែលតកតងទៅនឹងសមភាព gender ចាទី4និងទី5នោះគឺយើងធ្វើយ៉ាងណាដើម្បីសម្រេចបានហើយជាទិសដៅរបស់ផែនការជាយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលយើងដែរគាត់ថាធ្វើយ៉ាងណាលើកកម្ពស់នៅសមភាព gender និងលើកកម្ពស់នៅអំណាចនៃស្ត្រីអញ្ចឹងគឺខ្ញុំសូមជម្រាបជូនអ្នកទាំងអស់ ចាយើងឃើញថាបញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយដូច្នេះថាតើអំពើហិង្សាហ្នឹងវាមានផលប៉ះពាល់អ្វីខ្លះអញ្ចឹងសូមលោកស្រីវ៉ាន់ចន្ទធូដែលអញ្ជើញមកពី CCW មេត្តាធ្វើការបកស្រាយចា សូមអរគុណដល់លោកជំទាវអ្នកស្រុកស្រួលហើយក៏សូមអរគុណលោកស្រីនាយិកានៃអង្គការឆែកនិងវាគ្មិនទាំងអស់ចាអរគុណជាអនុកម្មការណាដែលបានផ្ដល់កិត្តិយសឲ្យនឹងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីពិភាក្សានៅថ្ងៃនេះចាតាមពិតណាស់ថាអំពើហិង្សានៅក្នុងគ្រួសារគឺមានផលប៉ះពាល់សំខាន់បំផុតទៅនៅក្នុងគ្រួសារផងទៅនៅក្នុងមជ្ឈដ្ឋានផងក៏ដូចជានៅក្នុងសង្គមទាំងមូលចាផលប៉ះពាល់ជំហានទី1ហ្នឹងគឺប៉ះពាល់នៅក្នុងក្រុមគ្រួសារគឺបើយើងកលែងមើលទៅនៅក្នុងគ្រួសារដែលមានអំពើហិង្សាកើតឡើងគឺហាក់បីដូចជាគ្មានពន្លឺព្រះអាទិត្យទេហាក់បីដូចជាល្ងិតឆឹងតែម្ដងសូម្បីតែពន្លឺភ្លើងចូលពីខាងណាមកក៏អត់មានដែរចាហើយមួយទៀតធ្វើឲ្យអំពើហិង្សាកើតឡើងធ្វើឲ្យស្ត្រីគឺបាត់បង់ឱកាសនៅក្នុងការទៅទទួលសេវានេះនាងខ្ញុំធ្វើការអំពីជាមួយនឹងស្ត្រីដែលរស់នៅជាមួយមេរោគអេដឃើញថាគាត់មានការបាត់បង់ឱកាសនៅក្នុងការទៅទទួលសេវាឧទាហរណ៍ដូចជាថ្ងៃនេះត្រូវជាថ្ងៃណាត់របស់គាត់អញ្ចឹងនៅពេលមានអំពើហិង្សាមានបញ្ហាក្នុងគ្រួសារកើតឡើងគាត់លែងមានអារម្មណ៍អីនៅក្នុងការទៅទទួលសេវាទៀតទេគាត់លែងគិតថាចង់ជាចង់រស់អីទៀតទេចាហើយនេះចំណែកបុគ្គលជាស្ត្រីជាមេដាចាហើយចំណែកកូនវិញគឺគាត់បាត់បង់ឱកាសក្នុងការទៅរៀនចាពេលដែលគាត់មុនចេញដំណើរទៅរៀននៅពេលដែលមានអំពើហិង្សានៅក្នុងគ្រួសារកើតឡើងគាត់ហាក់បីជាមានការរុញរានៅក្នុងការចេញដំណើរទៅសិក្សាចាហើយមួយទៀតវាបញ្ហាប្រឈមខ្ពស់បំផុតហ្នឹងគឺធ្វើឲ្យកុមារដែលជាកូនហ្នឹងនៅក្នុងដំបូលផ្ទះហ្នឹងគឺគាត់ផ្ដិតយករូបភាពនឹងឈានចិត្តទៅដល់ប្រព្រឹត្តនៅអំពើអ្វីមួយដែលសង្គមស្អប់ខ្ពើមដូចជាការប្រើប្រាស់គ្រឿងញៀនដូចជាការបនភឿនបងតូចបងធំចាហើយគាត់ងាយនឹងយករូបភាពអំពើហិង្សានេះទៅអនុវត្តសម្រាប់ខ្លួនគាត់នៅថ្ងៃអនាគតចាហើយតកតងទៅនឹងអំពើហិង្សាដែលប៉ះពាល់ដល់សង្គមឃើញថានៅពេលដែលក្រុមគ្រួសារមួយរមែងមានក្នុងក្រុមគ្រួសារមានអំពើហិង្សាកើតឡើងគឺគាត់លែងបាត់បង់នៅសេដ្ឋកិច្ចគ្រួសារចាហើយអញ្ចឹងទៅប្រទេសជាតិយើងសម្បូរទៅដោយអ្នកក្រីក្រចាអញ្ចឹងមានផលប៉ះពាល់ទៅដល់ប្រទេសជាតិហើយកុមារអត់បានទៅរៀនក៏មានផលប៉ះពាល់ទៅដល់សង្គមជាតិយើងទាំងមូលចាហើយនៅពេលដែលអំពើហិង្សាកើតឡើងជាញឹកញាប់នៅក្នុងហ្នឹងសូម្បីតែមជ្ឈដ្ឋានជុំវិញផ្ទះគាត់គឺសម្រានក៏អត់បានសម្រានដែរចាអញ្ចឹងផលប៉ះពាល់នេះការឡើងនៅអំពើហិង្សាក្នុងគ្រួសារឃើញថាវាមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ចាទាំងក្នុងគ្រួសារគាត់ទាំងបងប្អូនគាត់ទាំងសង្គមជាតិទាំងមជ្ឈដ្ឋានជុំវិញចាចាអរគុណដោយសារថាក្នុងកម្មវិធីរបស់យើងបានទទួលលោកស្រីជួបខៀងដែលអញ្ជើញមកពីសហគមន៍ស្រុកកំពង់ត្រឡាចចាខេត្តកំពង់ឆ្នាំងលោកស្រីនឹងបានរៀបរាប់អំពីប្រវត្តិខ្លះក៏ដូចជាស្ថានភាពជាក់ស្ដែងដែលលោកស្រីបានធ្លាប់ជាជនរងគ្រោះដោយអំពើហិង្សាពីស្វាមីចាសសូមអញ្ជើញលោកស្រីរៀបរាប់ចាខ្ញុំសូមគោរពដល់លោកស្រីវាគ្មិនជាទីគោរពនិងគោរពបងមកពីស្រុកជាមួយគ្នាស្រុកស្អាងស្រុកកំពង់ត្រឡាចនិងសិស្សានុសិស្សទាំងអស់ជាទីគោរពរឿងនេះជារឿងពិតចំពោះគ្រួសារខ្ញុំនាងខ្ញុំបានប៉ះពាល់ច្រើនទី1ប្តីមកពីផឹកអញ្ចឹងដល់ពេលស្វឹងអញ្ចឹងទៅមានភ្លើងមានអីអញ្ចឹងឲ្យបិទដល់ទៅឲ្យបិទកូនមិនបានរៀនសូត្រអញ្ចឹងប៉ះពាល់មួយហើយមួយទៀតការវាយដំអញ្ចឹងនាងខ្ញុំបានប្តឹងសមត្ថកិច្ចឲ្យចាប់ឲ្យអីអញ្ចឹងទៅហើយកូនហ្នឹងក៏វាអង្វរថាអាណត្តិពុកអាណត្តិអីចឹងចឹងទៅក៏ខ្ញុំបានទៅដោះលែងវិញចឹងដល់រួចមកមានរឿងរ៉ាវច្រើនដងវាយដំអីចឹងទៅហើយដល់ខ្ញុំហ្នឹងវាបាត់បង់ការ
ประกอบมุกระบอไอ้จังtới ខាងសេដ្ឋកិច្ចខ្ញុំពឹងទៅលើប្តីអញ្ចឹងកូននៅតូចតូចតែអញ្ចឹងកូនបានធំទៅខ្ញុំក៏ចូលធ្វើការរោងចក្រធ្វើអីចឹងទៅបានកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារហ្នឹងកូនក៏បានរៀនសូត្រគ្រប់គ្រាន់ទាំងអស់អញ្ចឹងឥឡូវហ្នឹងបានកែប្រែបានល្អវិញចាសូមអរណាលោកស្រីចង់សួរបន្តិចចាក៏ប៉ុន្តែក្រោយពីការកែប្រែគឺមានការអប់រំពីបងស្រីដែលជាគ្រួសារនៅក្នុងក្រុមគ្រួសារឬក៏គាត់មានការភ្ញាក់រលឹកកែប្រែដោយខ្លួនគាត់អាស្រ័យដល់ឃើញថាស្ថានភាពសេដ្ឋកិច្ចរបស់បងស្រីមានការមានរឹងមាំចាបានន័យថាយើងមានប្រៀបខាងសេដ្ឋកិច្ចដោយសារថាបងស្រីបានទៅធ្វើការនៅរោងចក្រដូច្នេះអាចមានកម្រៃយកមកផ្គត់ផ្គង់ជីវភាពខ្លួនឯងចាចាខ្ញុំសូមបញ្ជាក់រឿងហ្នឹងមួយទៀតគ្រួសារខ្ញុំមានការអប់រំពីខ្ញុំដោយសារនាងខ្ញុំបានដោយថាបយលណែនាំអញ្ចឹងទៅហើយនាងខ្ញុំក៏ធ្វើបាប2ដងដែររត់ចោលអញ្ចឹងដាច់ចិត្តសម្រាប់ចិត្តរត់ចេញពីផ្ទះទៅនៅផ្ទះជួលជាមួយកូនអញ្ចឹងចាហើយយកតែកូនបើទូចមួយទៅអញ្ចឹងតាមវខ្ញុំ2ដងអញ្ចឹងទៅក៏ខ្ញុំមកវិញខ្ញុំថាឲ្យឈប់សាងពើអញ្ចឹងទៅព្រោះអីកូន8នាក់ស្រី7ប្រុស1ហើយមានទាំងកូនភ្លោះទៀតតែអញ្ចឹងវាមានផលវិបាកច្រើនតែឥឡូវហ្នឹងសាច់ឈាមខ្ញុំវាក្រាន់ថាមានកម្លាំងរឹងមាំជាងកាលពីមុនណាកាលនៅកូនតូចហ្នឹងក៏ពិបាកអ្នកស្រុកអ្នកភូមិហ្នឹងគេអាណិតហើយសមាជិកក៏គេជួយអញ្ចឹងដែរគេហៅទៅណែនាំហៅទៅអីចឹងតែដល់អញ្ចឹងទៅទីបំផុតក៏មិនខ្លាចដែរសមាជិកតែដល់ខ្លាចខ្ញុំមានចំណូលអីចឹងណាហើយកូនធំទៅវាចូលរោងចក្រមានចំណូលចឹងទៅខ្ញុំថាបើមិនធ្វើអីទេនៅតែផ្ទះដាំបាយមើលគោមើលអីតិចតួចទៅហើយល្ងាចឡើងដុបខ្ញុំទៅព្រលឹមឡើងដុបខ្ញុំមករោងចក្រចឹងទៅអញ្ចឹងទៅបានធូរបានស្រួលឥឡូវហ្នឹងចេះគិតចេះអីគ្រាន់ចឹងយ៉ាងម៉េចតែមកបងខាងក្រសួងកិច្ចការរីស្រុកហ្នឹងចង់ជួបចាចង់ជួបហើយនិយាយអីណាថាខ្ញុំឈប់ហើយមិនបងឯងយកប្រពន្ធខ្ញុំទៅសម្ភាសតែអញ្ចឹងបងគាត់បញ្ជាក់ថាមិនមែនទេគាត់ថាធ្លាប់មានអញ្ចឹងណាចាអញ្ចឹងខ្ញុំសូមអរគុណលោកស្រីចាអរគុណណានៅការរៀបរាប់របស់បងស្រីហើយឥឡូវនេះគឺជាទូនីតិរបស់ក្រសួងកិច្ចការនារីថាតើមានផែនការយុទ្ធសាស្ត្រអ្វីខ្លះក្រសួងកិច្ចការនារីដើម្បីកាត់បន្ថយក៏ដូចជាទប់ស្កាត់នៅអំពើហិង្សាក្នុងគ្រួសារចាសូមថ្លែងអំណរគុណនៅអ្វីដែលបានជាសំណួរនៅលើកទី2នេះផងដែរចាក្រសួងកិច្ចការនារីគឺថាយោងតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលទី3ហ្នឹងក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិហើយក្រសួងកិច្ចការនារីនៅក្នុងអាណត្តិនេះគឺថាបានរៀបចំនៅផែនការយុទ្ធសាស្ត្រនារីរតនៈទី4ចាហើយដែលមានរយៈពេល5ឆ្នាំដើម្បីធ្វើការអនុវត្តគិតថាពីឆ្នាំ2014ដល់2018ចាហើយនៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី4នេះគឺថាមានវិស័យជាយុទ្ធសាស្ត្រកន្លឹះនឹងសំខាន់ច្រើនចាប៉ុន្តែគាត់ថានៅក្នុងចំណោមនៃវិស័យនៃយុទ្ធសាស្ត្រទាំងនោះគឺថាមានវិស័យមួយដែលតាក់ទងទៅនឹងការការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រីចាហើយទាំងនោះគឺថាក្នុងវិស័យនោះគឺថារួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រីអំពើហិង្សាក្នុងគ្រួសារអំពើហិង្សាតាក់ទង gender ក៏ដូចជាការទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើមចាហើយជាពិសេសទៅទៀតនោះគឺថាថ្មីនេះគឺថាក្រសួងកិច្ចការនារីបានរៀបចំប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចានៅផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីផងដែរឆ្នាំ2014-2018ដូចគ្នានឹងផែនការយុទ្ធសាស្ត្រនារីរតនៈទី4ចាហើយផែនការនេះគឺថារៀបចំឡើងគឺថាដោយផ្អែកទៅលើវិស័យជាយុទ្ធសាស្ត្រនៃកិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រីចាដោយរួមបញ្ចូលទាំងទៅលើស្ត្រីដែលមានហានិភ័យខ្ពស់ចាអញ្ចឹងមានន័យថាស្ត្រីដែលមានហានិភ័យខ្ពស់ហ្នឹងគឺយើងរួមបញ្ចូលច្រើនទាំងស្ត្រីដែលពិការស្ត្រីជនដើមជាតិដើមភាគតិចអីជាដើមថាគឺយើងបានរាប់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្ត្រជាតិនេះផងដែរចាហើយផែនការយុទ្ធសាស្ត្រជាតិនេះគឺថាក្នុងគោលបំណងធ្វើម៉េចគឺថាដើម្បីធានាឲ្យស្ត្រីនិងក្មេងស្រីហ្នឹងគឺថាទទួលបាននៅកិច្ចការពារផ្លូវច្បាប់ហ្នឹងដោយស្មើភាពគ្នាចា
តាមរយៈការបញ្ចូលសិទ្ធិស្ត្រីនឹងទៅក្នុងដំណើរការនៃការរៀបចំតាក់តែងការអនុវត្តច្បាប់ក៏ដូចជាការផ្ដល់នៅសេវាប្រកបដោយប្រសិទ្ធភាពដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារក៏ដូចជាអំពើឈ្លានពានផ្លូវភេទទៅលើស្ត្រីនិងកុមារផងដែរចា៎ហើយជាពិសេសទៅទៀតគឺថាផែនការជាតិនេះគឺថាបានជំរុញក៏ដូចជាតម្រូវឲ្យមានការសហការយ៉ាងមុតមមចា៎យ៉ាងសស័កស្រាំផងដែរថារវាងបណ្ដាស្ថាប័នពាក់ព័ន្ធដូចជាបណ្ដាអង្គការសង្គមស៊ីវិលក៏ដូចជាដៃគូអភិវឌ្ឍដោយលោកស្រីកុលនារីបានលើកឡើងខាងដើមអញ្ចឹងគឺថាមិនមែនតែមានតែរដ្ឋាភិបាលតែម្នាក់ឯងទេដែលជាអ្នកអនុវត្តនៅផែនការជាតិនេះគឺថាមានការទាមទារឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍផងដែរចាធ្វើម៉េចក៏ដើម្បីធានានៅការធ្វើអន្តរាគមន៍ហ្នឹងក៏ដូចជាការផ្ដល់សេវាសង្គមក៏ដូចជាផ្លូវច្បាប់ហ្នឹងឲ្យបានទាន់ពេលវេលាចាហើយក៏ដូចជាចូលរួមក្នុងការទទួលខុសត្រូវរួមគ្នាផងដែរក្នុងការរួមចំណែកក្នុងការកាត់បន្ថយអំពើហិង្សាលើស្ត្រីហ្នឹងប្រកបដោយយុត្តិធម៌និងប្រសិទ្ធភាពចាហើយជាពិសេសទៅទៀតគឺថាផែនការជាតិនេះគឺថាបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចាគឺធ្វើម៉េចដើម្បីគ្រប់គ្រងនៅគោលនយោបាយជាតិចាហើយក៏ដូចជាអន្តរជាតិមួយចំនួនដែលជាពិសេសគឺថាយើងបានរួមបញ្ចូលទាំងអនុសញ្ញាស៊ីដស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងរីភេទចាហើយក៏ជាពិសេសគឺថាគោលនយោបាយអភិវឌ្ឍសាសវត្តកម្ពុជាចាហើយដែលយើងបានជ្រើសរើសយកនៅមាត្រាមួយចំនួននៃស៊ីដនេះដើម្បីដាក់បញ្ចូលទៅជាទៅចូលទៅក្នុងចំណោមនៃវិស័យយុទ្ធសាស្ត្រទាំង5នៃផែនការជាតិនេះផងដែរចាចាអរគុណចាសម្រាប់ខាងលោកស្រីវិជ្ជបណ្ឌិតងិននីលីណាដែលអញ្ជើញមកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍គឺថាមានយុទ្ធសាស្ត្រ